វិស័យអប់រំពិតជាមានតម្លៃបំផុតសម្រាប់មនុស្សជាតិគ្រប់គ្នាទាំងអស់ហើយជាពិសេសនៅក្នុងភ្លេងជាតិគឺជាអត្តសញ្ញាណជានិមិត្តរូបគ្រឹះនៃប្រទេសជាតិបង្ហាញពីការរីកចម្រើនហើយនិងសុខដុមរមនាក៏ដូចជាការលះបង់ដើម្បីជាតិដល់ពេលដែលបងប្អូនបានស្ដាប់នៅការគោរពភ្លេងជាតិដែលជាងដោយកូនកុមារាកុមារីតាំងពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី6ឃើញថាវិស័យអប់រំបានឆ្លុះបញ្ចាំងនៅភាពចាំបាច់ឲ្យកូនទាំងអស់ចាប់ផ្ដើមសិក្សាស្វែងយល់រៀនសូត្រដោយសារតែវិស័យអប់រំជាវិស័យមួយដែលសំខាន់បំផុតសម្រាប់កសាងប្រទេសជាតិនៅពេលដែលយើងបានស្ដាប់ចប់នៅការគ្រប់គ្រងជាតិខ្ញុំនឹងចាប់ផ្ដើមរៀបរាប់បន្ថែមអំពីតើវិស័យអប់រំសំខាន់ប៉ុណ្ណាដែរសម្រាប់មនុស្សជាតិយើងទាំងមូលជាក់ស្ដែងវិស័យអប់រំបានផ្ដល់នៅអត្ថប្រយោជន៍សម្រាប់បុគ្គលិកម្នាក់ៗសម្រាប់គ្រួសារសម្រាប់ប្រទេសជាតិទាំងមូលរហូតដល់ពិភពលោកទាំងមូលនៅក្នុងការនេះខ្ញុំនិយាយថាការអប់រំគឺជាឧបករណ៍ដែលមានឥទ្ធិពលបំផុតក្នុងការផ្លាស់ប្ដូរដែលជះឥទ្ធិពលដល់បុគ្គលម្នាក់ៗគ្រួសាររបស់ពួកគេនិងប្រទេសជាតិទាំងមូលទី1ការដែលយើងទទួលបាននៅវិស័យអប់រំល្អយើងអាចមានអត្ថប្រយោជន៍សម្រាប់បុគ្គលម្នាក់ៗឬក៏ថាកូនម្នាក់ៗមានន័យថានៅមត្តេយ្យគេមាននៅ3កម្រិតហើយនៅបឋមសិក្សាគេក៏មានដូចជា2ឧបសិក្សាដែរពីថ្នាក់ទី1និងទី3និងពីទី4ដល់ទី6ជាខ្ញុំบอกវិញថាតើវិស័យអប់រំសំខាន់សម្រាប់កូនឬបុគ្គលម្នាក់ៗដោយកម្រិតណាទី1ចំណេះដឹងនិងជំនាញការអប់រំបានផ្ដល់នៅមូលដ្ឋានគ្រឹះនៃអក្ខរកម្មលេខពន្ធនិងការគិតជំនាញជាពិសេសការគិតពិចារណាចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃនាសម័យទំនើបចំណុចទី2វិស័យអប់រំបានផ្ដល់នូវទំនុកចិត្តនិងបានផ្ដល់នៅឲ្យយើងចេះអានការសិក្សារៀនសូត្រជួយឲ្យបុគ្គលម្នាក់ៗយល់ពីសិទ្ធិសក្តានុពលរបស់ខ្លួនដើម្បីបង្កើននៅទំនុកចិត្តខ្លួនឯងផងដែរដើម្បីជាចាំបាច់ក្នុងការបន្តទៅរកក្តីសុបិនរបស់គេនៅអនាគតការអប់រំវាមានសារៈសំខាន់សម្រាប់វិស័យការងារមានន័យថាវិស័យអប់រំបានជួយឲ្យមានយើងទទួលបាននៅឱកាសការងារខ្ពស់ជាទូទៅដើម្បីទៅរកការងារបានល្អច្រើនតើតើយើងមានសមត្ថភាពរកចំណូលបានខ្ពស់តាមរយៈការអប់រំនេះហើយចំណុចទី2វិស័យអប់រំបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់គ្រួសារចំណុចដំបូងវិស័យអប់រំបានជួយកាត់បន្ថយវដ្តនៃភាពក្រីក្របុគ្គលម្នាក់ៗដែលមានការអប់រំមានសមត្ថភាពល្អប្រសើរច្រើនតែទទួលបាននៅស្ថិរភាពហិរញ្ញវត្ថុសម្រាប់គ្រួសារដោយជួយឲ្យគ្រួសារខ្លួនឯងឈានរកភាពរុងរឿងចំណុចទី2សុខភាពនិងសុខុមាលភាពមានន័យថាវិស័យអប់រំបានផ្ដល់នៅការទំនាក់ទំនងល្អរវាងម្នាក់ទៅម្នាក់ជាពិសេសសុខភាពរបស់គេកាន់តែប្រសើរក្នុងការយល់ដឹងហើយចំណុចមួយទៀតតកតងជាមួយនឹងគ្រួសារផងដែរធ្វើឲ្យគេបានជោគជ័យខ្ពស់ពីចំនួន1ទៅចំនួន1ហើយជាពិសេសការអប់រំជាចុងបញ្ចប់គឺប្រទេសជាតិទាំងមូលធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនតាមរយៈកុមារក្លាយទៅជាយុវជនហើយយុវជនមានជំនាញនិងកម្លាំងដែលមានការរងខ្ពស់ដើម្បីទាក់ទាញការវិនិយោគពីបរទេសក៏ដូចជាជំរុញការផលិតនៅក្នុងស្រុកចុងបញ្ចប់ជូនពរកូនៗទាំងគ្នាសុខភាពល្អហើយខំប្រឹងប្រែងដើម្បីបានលទ្ធផលល្អសូមអរគុណសូមជម្រាបលា